បាទបន្ទាប់ពីធ្វើការអស់រយៈពេល1ឆ្នាំពេញហើយនឹងធ្វើការប្រមូលផលស្វាយរួចរាល់តើស្វាយរបស់ពុកម៉ែបងប្អូនកំពុងតែជួបបញ្ហានៃការខ្សោយដងដើមមែនទេបាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទពិសិដ្ឋថ្ងៃនេះខ្ញុំបាទនឹងមកចែករំលែកនៅរូបមន្តជីចាក់ជើងក្រោមទៅលើដំណាំស្វាយបន្ទាប់ពីយើងធ្វើការប្រមូលផលហើយនឹងវាធ្វើការបង្កើតផលជូនយើងរយៈពេល1ឆ្នាំពេញនេះវានឹងមានសភាពចុះខ្សោយក្រោយដែលយើងប្រមូលផលហើយដោយសារតែវាបានចំណាយនៅធម្មពលក៏ដូចជាជីអាហារផ្សេងដើម្បីយកទៅទ្រទ្រង់ផ្លែហើយបន្ទាប់ពីវាផ្លែហើយនោះក៏វាមានសភាពចុះខ្សោយហើយអញ្ចឹងហើយខ្ញុំបាទសូមណែនាំពុកម៉ែបងប្អូននៅរូបមន្តចាក់ជីជើងក្រោមដើម្បីជំនួយទៅដល់ស្វាយរបស់ពុកម៉ែបងប្អូនដែលយើងមានបៃតងជានិច្ចបូកជាមួយនឹង DAP ទឹកក៏ដូចជាបូកជាមួយនឹងឥន្ទ្រីកែងហើយ3មុខនេះគឺវាមានសារៈសំខាន់ជួយទៅដល់បាសប្រភេទស្វាយពុកម៉ែបងប្អូនជាពិសេសនោះគឺទៅដល់ប្រភេទប្រព័ន្ធឫសដែលជាក់ស្ដែងណាស់ដែលយើង1ឆ្នាំពេញយើងប្រើទៅលើអរម៉ូនផងប្រើទៅលើជីថ្នាំបាញ់ពីលើផងដែលធ្វើឲ្យមានសភាពចុះខ្សោយនៃមេឃក៏ដូចជាប្រព័ន្ធឫសជាពិសេសនោះវាគ្មាននៅឫសថ្មីដើម្បីធ្វើការស្រូបយកនៅសារធាតុចិញ្ចឹមបន្ថែមនៅពេលដែលពុកម៉ែបងប្អូនធ្វើនៅរដូវបន្ទាប់ហើយមួយវិញទៀតនោះគឺវាជួយជាច្រើនទៀតតាក់ទងជាមួយនឹងដងដើមកែសម្រួលនៅប្រព័ន្ធនៃការស្រូបយកអាហារហើយនឹងជួយបង្កើតនៅប្រព័ន្ធឫសឲ្យវាមានសភាពមកសារជាថ្មីវិញដើម្បីងាយស្រួលក្នុងការដែលយើងធ្វើនៅក្នុងវគ្គបន្ទាប់ផងដែរហើយដូច្នេះហើយបើសិនជាពុកម៉ែបងប្អូនមានបញ្ហាទៅលើដំណាំស្វាយដែលក្រោយដែលយើងប្រមូលផលហើយនោះវាមានសភាពចុះខ្សោយខ្លាំងពុកម៉ែបងប្អូនអាចសាកល្បងប្រើប្រាស់នៅជីទឹកដើម្បីជំនួសបានបើសិនជាពុកម៉ែបងប្អូនចាប់អារម្មណ៍នោះពុកម៉ែបងប្អូនអាចធ្វើការតាក់ទងសួរនាំទៅកាន់ page ឥន្ទ្រីមាសយើងផ្ទាល់ក៏ដូចជាតាក់ទងមកកាន់ខ្ញុំបាទផ្ទាល់ក៏បានដែរសម្រាប់បញ្ហាឬក៏ព័ត៌មានផ្សេងដែលពុកម៉ែបងប្អូនមានចម្ងល់ក្នុងការប្រើប្រាស់ឬក៏អាចឲ្យខ្ញុំចុះទៅជួយពិនិត្យមើលផ្ទាល់បានទៅតាមជាការនៅខាងត្រែងទៅយើងនៃខេត្តកំពង់ស្ពឺយើងនេះផងដែរបាទសូមអរគុណ